គ្រាន់តែខ្ញុំបញ្ចូលសលេងនេះក្លៀនសាឡាគោម្ដងទៀតហើយពេលទៅផ្ទះហ្នឹងខ្ញុំហូបសាឡាគោបានតែ2 ដងគាត់ជំរាបសួរអ្នកទាំងអស់គ្នាតើសាឡាគោជាមួយខ្ញុំបានមួយឆ្នាំងអូយដល់ពើមកពឿនអានេះមកពឿនប្រហែលមកមកពឿន2ពឿនអស់4 4ពឿន4ពឿនណាចាកុំឃើញជីវិតខ្ញុំរស់នៅស្រុកស្រែជនបទការពិតអត់ពិបាកទេណាព្រឹកឡើងគឺដឹងតែគេមកលក់ដល់មុខផ្ទះសំខាន់គឺមានលុយត្រៀមក្នុងកាត់ទិញរួមជាមួយនឹងខ្ញុំនឹងខ្ជិលដែរក៏មានពិបាករកបន្លែរកប្រឡុកតាមគៀនផ្ទះអីនេះគឺថាទិញមកសុទ្ធសាធតែម្ដងការពិតបារក៏បានគ្រប់ដែរមិនចាំបាច់ទៅទិញគេទាំងស្រុងទេសូម្បីតែគ្រឿងគល់អក្សរក៏ខ្ញុំខ្ជិលហាន់បុកខ្លួនឯងដែរពេលទិញគេទៅគេដាក់មកគ្រប់មានគល់ស្លឹកគ្រៃបកជាមួយនឹងខ្ទឹមល្មៀតអស់ហើយនឹងបូកជាមួយនឹងមាននៅអីគេអង្គលីងផងទៅមកកាផ្លេខ្ញុំទិញថែមតែបន្លែពីក្រៅតិចតួចដូចជាត្រប់ឬក៏លពៅឬបន្លែមួយចំនួនដែលយើងចង់ដាក់អញ្ចឹងនៅស្រុកភូមិជនបទបែបនេះបើសិនជាយើងឧស្សាហ៍គឺមិនចាំបាច់ទិញគេទេបើថាទិញគឺទិញតែសាច់គឺយើងអាចរកបន្លែផ្សារផ្សំក្បែរផ្ទះលបងផ្ទះបងប្អូនឬក៏លបងផ្ទះខ្លួនឯងហ្នឹងអាចខ្សែសំគេបានហើយបើគ្រឿងវិញហាន់គល់ក្រីបុកដាក់អណ្ដែងដាក់ល្មៀតតាមតែចំណង់ចំណូលចិត្តដាក់ខ្ទឹមដាក់អីទៅហើយលីងអង្គលីងបុកអីខ្លួនឯងឬកិនឲ្យខ្លួនឯងនិយាយពីរឿងបន្លែចប់មករកត្រីនេះខ្ញុំអត់បាក់ចុះទៅរកបឹងនៅណាទេបងអូនថ្លៃខ្ញុំគេបូមស្រះហ៎គាត់បូមស្រះគាត់មិនបើកមុខរបរមួយគឺបូមស្រះឲ្យប្រជាជនទៅគេគិតលុយគិតអីតាមហ្នឹងណាហើយប្រជាជននៅក្នុងភូមិហ្នឹងឯងហើយខ្ញុំនេះគាត់ទៅចាប់ត្រីដែលគេយកមកឲ្យគាត់ចាប់ឡងនិយាយរួមចិត្តកន្លះមកបានចាប់បានពាក់ស្រោមដៃផងអីផងចុះទៅចាប់ត្រីរស់ហ្នឹងមានតែងាយស្រួលអីលោកហើយគាត់នេះមករៀបចំស្រង់បន្លែស្រង់អីចេញបន្លែនោះខ្ញុំដាក់លាងហ្នឹងទៅវាជ្រះស្អាតណាទៅវិញទិញគេយើងដាក់អំបិលថែមតិចទៅលាងទៅវារាំងជ្រះស្អាតខ្លះហើយក្នុងទូមានសាច់ជ្រូកដែរយកសាច់ជ្រូកដើម្បីបន្ថែមរសជាតិនៅក្នុងសម្លពេលយើងដាក់ត្រីអណ្ដែងជាមួយនឹងសាច់ជ្រូកគឺត្រូវគ្នាឆ្ងាញ់មែនតើគាត់ឡើងថ្នោតថ្ងៃមុនគាត់កាប់ថ្នោតតម្លាក់ដើម្បីទុកស្លអញ្ចឹងទៅហើយប្តីខ្ញុំគាត់ដើរទៅក្រៅផ្ទះខ្ញុំឲ្យគាត់កាន់យកមកថាដាក់ឲ្យឆ្ងាយពីជាក្រាមគាត់ដាក់ក្បែរជាក្រានបាយក៏ខ្ញុំគួយកាត់នៅតែម្ដងគេសុទ្ធតែអ្នកឧស្សាហ៍ទាំងអស់ហ៎ម៉ែខ្ញុំថាមិនលើកមកក្រែណែកាប់ឲ្យស្រួលវាអង្គុយណែអីគេឆូតអង្គុយហាន់នៅនឹងនោះឯងពេលពិបាកខ្ញុំក៏យកមកលើក្រែម៉ែខ្ញុំអត់នៅទេតែកាត់ផ្ដាំផ្ញើថាបើចង់ស្លគោប្រើថ្នោតផ្ញើអីទៅវាឆ្ងាញ់ដើម្បីបានស្លគោមួយឆ្នាំនេះថាលំបាកលំបិនឡើងខ្ញុំណែចិត្តសម្បកអាគៀនចោលធ្វើដូចម៉ែកាលពីមុនថាលំបាកមែនតែពាក្យចាញ់និយាយថាចង់ឆ្ងាញ់ឲ្យរនលក់តែចង់សំណក់ឲ្យនៅពីក្មេងមើលក្មួយកន្លះខ្ញុំគេស្ងាយគេធ្វើខ្លួនគេកន្លះនោះ14ឆ្នាំពេញក៏ណែអោះកន្លះចែប៉ុន្តែមកគេគ្រាន់តែកន្លះភ្លាមគឺដូរសមលផ្លែបូឡាដែលថតក្មួយនោះកំពុងតែចិត្តថ្នោតឯងក្មួយគេដើមសួរថាអ៊ំកំពុងធ្វើអីហើយឯងភ្ញាក់ព្រឺតក៏ថតតែម្ដងទៅហើយថ្នោតនឹងចិត្តទៅឃើញសាច់ដល់ពេលហើយគេថាយកទៅឲ្យស្នេហាខ្ញុំភ្លក់ឥឡូវចន់គេហូបថ្នោតចិត្តស្លកកូននៅសល់ជប់សិន Juicy. Okay. ឆ្ងាញ់អត់សាក់មើលមក Yeah, like jelly. ដូច jelly អូខេសាច់ជ្រូកហាន់រួចត្រីក៏លាងស្អាតដែរដាក់ជុំគ្នាខ្ញុំក៏រៀបចំបុកអាគ្រឿងដែលទិញហ្នឹងខ្ញុំថែមតែខ្ទឹមទេហើយបន្ទាប់មកយកមកកូរដាក់ប្រហុកដាក់អីឲ្យឈ្ងុយហើយកូរដាក់សាច់ចូលជាមួយគ្នាតែម្ដងឯងខ្ញុំហើយក៏ដាក់ស្ករបន្តិចដែរទៅកូរវាឲ្យឈ្ងុយហើយបន្ទាប់មកក៏ដាក់ទឹកចូលទៅទុកវានៅនឹងហើយខ្ញុំក៏ដើរមករកបេះបន្លែបៃតងថែមបន្លែបៃតងរបស់ខ្ញុំហ្នឹងមានតាំងពីផ្កាល្ហុងឃើញថាម៉ែក៏ដាំល្ហុងទៅមានល្ហុងឈ្មោលពីបេដើមដែរហើយមានផ្កានិយាយជាមួយម៉ែថាម៉ែអាល្ហុងនេះគេដាក់ក្នុងសាឡាគោបានដែរតើហើយឆ្ងាញ់ទៀតណនិយាយទៅមើលតែម៉ែមិនដឹងហើយក៏បេះដាក់ជាដាក់អីនឹងឯងបន្លែគឺបានមួយចំនួនដែរព្រោះបេះអាផ្ទីដែលដាំគៀនផ្ទះថាបេះត្រាប់ចង់បេះត្រាប់យកទៅថែមទៅមើលត្រាប់ទុំអស់ឡើយអីទេព្រោះបន្លែឡើងច្រើនសាឡាគោមួយឆ្នាំនេះរាំងច្រើនដែរតាខ្ញុំមិននិយាយថាមិនទេសាឡាគោមួយឆ្នាំនេះរៀបរាប់តាំងពីព្រឹកដល់ល្ងាចហើយរហូតដល់ម៉ែខ្ញុំមកពីវត្តហើយបានជួយទៅបានចប់សពគ្រប់មូលហេតុនោះដោយសារតែធ្វើផងមើលពុកខ្ញុំផងពុកខ្ញុំគាត់វិញគាត់ដើរច្រើនចេះមើលគាត់ឡើងគាត់ដើរតាណាតាណៃដើរតាមថ្នល់ហើយវាលំបាកនៅសាឡាគោស្រុកខ្ញុំគឺស្លោហើយតែបងជាអាណាចូលសាឡាគោលើកនេះខ្ញុំដាក់ខ្ទិះមួយពឿនដែរក៏ពិតទៅផ្ទះខ្ញុំប្រពៃណីក៏ដាក់ខ្ទិះទេតែចង់គេថាចង់ហូបសាឡាគោដាក់ខ្ទិះសាក់មើលខ្ញុំក៏ទិញមួយពឿនយកមកលាយហើយម៉ែខ្ញុំមកពីវត្តបានសាឡាគោមួយកូនឆ្នាំងដែរម៉ែខ្ញុំថាថ្មីដូចគ្នានឹងកូនអើយចាក់លាយចូលទៅខ្ញុំក៏ចាក់ហើយយកទៅចែកអ្នកជិតខាងនៅស្រុកស្រែគឺងាយស្រួលចែកឯងបើសិនអ្នកជិតខាងគេស្លោច្រើនគេចែកយើងក៏ចែកទៅវិញខ្ញុំយកស្លោទៅឲ្យបងបើហើយនិយាយថានេះគឺជាភ័ស្តុតាងលើក្រោយស្លោហើយត្រូវទៅឲ្យវិញស្លោជើងជុំឆ្អឹងជ្រូកផងអីផង